សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសុខសប្បាយទេនៅក្នុងថ្ងៃនេះចាសឲ្យសម្រាប់វីដេអូនៅក្នុងថ្ងៃនេះនាងខ្ញុំចង់បង្ហាញបងប្អូនចាសការពេលនេះខ្ញុំទៅលេងនៅ Melbourne ហើយនៅតំបន់ Springvale បងប្អូនចាសឲ្យតំបន់ Springvale នឹងផងដែរក៏ជាតំបន់ក្តៅគគុកចាយើងអាចនិយាយបានថាអញ្ចឹងណាបងប្អូនចាជាតំបន់ក្តៅគគុករបស់អាស៊ីយើងតែម្ដងចាគឺជាពិសេសនោះគឺខ្មែរយើងរស់នៅច្រើនណាបងប្អូននិយាយរួមទៅដូចនៅពេលយើងចូលទៅដល់ក្នុងផ្សារ Springvale ហ្នឹងមានអារម្មណ៍ថាដូចយើងទៅអូអាស័យអូឡ িম্প ិកអញ្ចឹងបងប្អូនគឺមានអារម្មណ៍ថាអញ្ចឹងតែម្ដងបងប្អូនចាហើយខ្មែរយើងរស់នៅច្រើនហើយសម្រាប់របស់របរបន្លែផ្លែឈើអីហ្នឹងគឺមានសពមុខតែម្ដងដូចនៅខ្មែរយើងអញ្ចឹងចាតោះតែតម្លៃហ្នឹងវារៀងថ្លៃដោយហេតុថារបស់នាំចូលពីខេត្តរដ្ឋផ្សេងដែលនៅជិត Melbourne ហ្នឹងបងប្អូនប៉ុន្តែមានគ្រប់សពបែបយ៉ាងតែម្ដងបងប្អូនចាមិនថាបន្លែផ្លែឈើអីខ្មែរយើងមានអីនៅទីនោះគឺមានសឹងតាយើងកុំនិយាយថា 100% គឺយើងនិយាយថា 90% ចុះបងប្អូនដែលមានហើយនេះខ្ញុំដើរចូលផ្សារហើយនៅពេលដែលខ្ញុំដើរថតនេះបងប្អូនគឺម៉ោង6បងប្អូន5កន្លះ6គឺខែល្ងិតគឺល្ងិតហើយបងប្អូនហើយផ្សារក៏គេចាប់ផ្ដើមបិទតូបបដាដែរអញ្ចឹងណាកន្លែងមុនហ្នឹងគឺកន្លែងលក់គ្រឿងសមុទ្រគ្រឿងថៃអីចាហើយអានេះខ្ញុំដើរចេញមកក្រៅមក building មួយទៀតចាក៏ជា Springvale ផងដែរបងប្អូនវា Springvale នេះមាន2 building អញ្ចឹងណាបងប្អូនមានមុខមានក្រោយហើយធំចាហើយនេះនាងខ្ញុំបានថតលំអិតទេបងប្អូនខ្ញុំថតត្រួសអញ្ចឹងណាចាដើរមកមើលរកកន្លែងញ៉ាំអីចាអាហារពេលល្ងាចហើយចានេះខ្ញុំដើរពីក្រោយសពគេលក់ចាទៅក្នុងគឺពីមុខផ្សារចានេះគឺពីក្រោយហើយណាមួយគឺជាពេលម៉ោងគេបិទបងប្អូនចាគឺគេបើកមានតែភ្លើងចិញ្ចាញហ្នឹងគឺហាងគេលក់ម្ហូបចាគឺជាហាងម្ហូបអាហារទីដែលគេបើកនោះចាឥឡូវបានមកដល់កន្លែងហូបហើយដល់ហូបអីបងប្អូននៅហាងតែចង់ហូបហ្នឹងគឺគេពេញអស់ហើយអត់មានកន្លែងអង្គុយអញ្ចឹងមកចូលហាងឲ្យតែមានកន្លែងអង្គុយសិនចាព្រោះឃ្លានបាយហើយបងប្អូនចានេះក៏បានហៅបានតែពីមុខនឹងសាច់មួយបន្លែមួយចាឲ្យហាងដែលនេះខ្ញុំចូលទៅហូបអីហ្នឹងគឺជាហាងចិនណាបងប្អូនចាតាមពិតទៅចង់ចូលហាងខ្មែរនិយាយរួមទៅមួយជួរមានហាងខ្មែរហាងចិនច្រើនចាហើយនេះខ្ញុំដូចជាមានហាងចិនខ្មែរយើងពីដែរបងប្អូនចាមានហាងខ្មែរយើងណាប៉ុន្តែដោយសារអត់មានកន្លែងអង្គុយតទៅពេលចឹងទៅក៏ចូលហាងចិនតែម្ដងបងប្អូនហើយគ្រប់ខាប់ហាងទាំងអស់គឺមកហូបចុកគឺពេញតែម្ដងហើយនេះខ្ញុំឃ្លានហើយមានកូនតូចទៀតចឹងទៅក៏ចូលឲ្យតានេះទៅឲ្យតាបានញ៉ាំសិនណាបងប្អូនចាហត់ហងហែវហងបងប្អូនយើងនេះដើរលេងបងប្អូនចាឲ្យសម្រាប់វីដេអូរបស់នេះខ្ញុំថ្ងៃនេះអត់មានអីច្រើនបងប្អូននៅមានតែប៉ុណ្្នឹងក៏សូមអធិស្ឋានផងដែរបើសិនមកមានកំហុសខុសឆ្គងចាសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយđauណាដាក់ចានសិន